បន្ទាប់ពីតម្លៃប្រេងឥន្ធនៈបានហក់ឡើងខ្ពស់ដោយសារវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់ពេលនេះស្រមោលនៃអតិផរណាក៏កំពុងតែចាប់ផ្ដើមលងបន្លាចសេដ្ឋកិច្ចសហរដ្ឋអាមេរិកជាថ្មីសារព័ត៌មាន Bloomberg បានរាយការណ៍ថាវិបត្តិសង្គ្រាមនៅអ៊ីរ៉ង់បានក្លាយជាកាតាលីកររុញច្រានឲ្យសន្ទុះតម្លៃទំនិញប្រើប្រាស់កាលពីខែមីនាមានការកើនឡើងរហូតដល់ 1% ដែលជាអត្រាកំណើនដ៏ខ្ពស់បំផុតនិងរាคาបំផុតគិតចាប់តាំងពីឆ្នាំ2022មកតទៅនេះក្រុមការងារ Cambodia លំអិតលើរឿងនេះដូចតទៅអតិផរណានៅសហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាបានកើនឡើងយ៉ាងគំហុកជាលើកដំបូងបន្ទាប់ពីមហាអំណាចមួយនេះបានចាប់ដៃជាមួយអ៊ីស្រាអែលបើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី28ខែកុម្ភៈកន្លងទៅនៅដើមដំបូងនៃចំនួនផលប៉ះពាល់បានបង្ហាញជារូបរាងត្រឹមតែការកើនឡើងប្រេងឥន្ធនៈប៉ុណ្ណោះប៉ុន្តែអ្នកសេដ្ឋកិច្ចបានសង្កេតឃើញថាក្រោយពេលតម្លៃថាមពលហក់ឡើងវាក៏បានអូសទាញតម្លៃទំនិញប្រើប្រាស់ក្នុងខែមីនាឲ្យឡើងតាមក្នុងកម្រិត 1% ភ្លាមសង្គ្រាមនេះបានរុញឲ្យតម្លៃប្រេងឥន្ធនៈនៅតាមស្ថានីយនានានៅសហរដ្ឋអាមេរិកហក់ឡើងថ្លៃជាង$1ក្នុង1ហ្គាឡុងដោយ1ហ្គាឡុងមានជិត4លីត្រដែលជាហេតុធ្វើឲ្យតម្លៃស្បៀងអាហារនិងសេវាកម្មផ្សេងៗស្ទុះឡើង 0.3% បន្ថែមទៀតអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺសន្ទុះតម្លៃចំណាយលើការប្រើប្រាស់ផ្ទាល់ខ្លួនដែលមិនរាប់បញ្ចូលថ្លៃស្បៀងនិងថាមពលក៏បានកើនឡើង 0.4% ផងដែរតួលេខទាំងនេះជាសក្ខីកម្មបង្ហាញថាវឌ្ឍនភាពនៃការគ្រប់គ្រងអតិផរណារបស់អាមេរិកកំពុងជួបឧបសគ្គធំកំណើនតម្លៃទំនិញនិងការចំណាយរបស់ពលរដ្ឋអាមេរិកនេះនឹងបង្កជាផលរំខានយ៉ាងខ្លាំងដល់ការសម្រេចចិត្តកំណត់អត្រាការប្រាក់របស់ធនាគារកណ្ដាលអាមេរិកដែលកំពុងស្ថិតក្នុងដំណាក់កាលពិចារណាបញ្ចុះអត្រាការប្រាក់យ៉ាងណាមិញក្រុមអ្នកវិភាគបានលើកឡើងថាក្រៅពីសហរដ្ឋអាមេរិកតំបន់មជ្ឈិមបូព៌ាអឺរ៉ុបអាហ្វ្រិកនិងអាស៊ីអាគ្នេយ៍ក៏កំពុងរងសម្ពាធសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដូចគ្នាដែរទោះបីជាបច្ចុប្បន្នផលប៉ះពាល់លើសហរដ្ឋអាមេរិកហាក់ស្ថិតក្នុងកម្រិតដែលអាចគ្រប់គ្រងបានប៉ុន្តែប្រសិនបើវិវត្តសង្គ្រាមនៅតែបន្តអូសបន្លាយហើយអតិផរណានៅតែបន្តកើនឡើងនោះសេដ្ឋកិច្ចរបស់មហាអំណាចលេខ1ពិភពលោកមួយនេះនឹងត្រូវធ្លាក់ក្នុងសម្ពាធកាន់តែខ្លាំងដែលអាចប៉ះពាល់ដល់ស្ថិរភាពកំណើនសេដ្ឋកិច្ចរយៈពេលវែង